ថៃឬសៀមនេះមិនមែនជាលើកទី1ទេដែលប្រើលេសប្រើបាយកលប្រើនៅគេហៅថាវិធីផ្សេងផ្ដេសផ្ដាស់អុកឡុកប្រទេសជិតខាងជាពិសេសគឺប្រទេសកម្ពុជារបស់យើងអញ្ចឹងវាជារឿងមួយដែលយើងគួរតែនាំគ្នាយកមកជជែកហើយនឹងស្វែងយល់អំពីចំណុចផ្សេងដែលធ្វើឲ្យថៃចេះតែរកគួនប្រទេសរបស់យើងបាទឥតឈប់ឥតឈរតែម្ដងបាទបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកជជែកគ្នាបញ្ចេញមតិយោបល់ទាំងអស់គ្នានៅខាងក្រោមវីដេអូមកបងប្អូនយើងនិយាយរបៀបការស្វែងយល់ហើយនឹងអ្វីដែលខ្ញុំបាទធ្លាប់អានធ្លាប់ឮធ្លាប់ដឹងនឹងឆ្លងកាត់បទពិសោធន៍អាយុប៉ុណ្ណេះដែរហើយបាទច្រើនគួរសមក្នុងការដែលលើកយករឿងរ៉ាវខ្លះពាក់ព័ន្ធនឹងប្រទេសថៃឬក៏យើងហៅថាសៀមចៅសៀមដែលតែងតែរកលេស1លេស2លេស3លេសមិនចេះចប់ដើម្បីធ្វើជាការសម្ដែងញុះញង់ខ្មែរយើងឲ្យបកកបញ្ហាជាមួយខ្លួនបាទនៅឆ្នាំ2025នេះយើងកំពុងតែគេហៅថាសប្បាយចិត្តបានមួយផ្លែតរឿងកើតមកវិញភ្លាមសប្បាយចិត្តបានមួយផ្លែតរឿងកើតមកវិញភ្លាមហើយនៅពេលដែលមានរឿងហើយគឺយើងរវល់អត់បានទៅធ្វើការរកស៊ីអីបានដិតដល់ទេជាពិសេសគឺសម្រាប់បងប្អូនដែលគាត់ហៅថាការរស់នៅតាមជីដែនឬក៏ទីតាំងដែលសៀមចូលទៅអុកឡុកដូចឧទាហរណ៍ជាក់ស្ដែងដូចតំបន់ភូមិព្រៃច័ន្ទនៅស្រុកបាទអូជ្រៅខេត្តបន្ទាយមានជ័យបាទនិងតំបន់ប្រាសាទតាមន់តាកបីនៅខាងព្រះវិហារនៅខាងកោះកុងឬក៏ខាងបាទខាងពោធិ៍សាត់ហ្នឹងគឺបាទព្រំដែនយើងនៅខាងព្រំប្រទល់ចិត្តកោះកុងបាទឈូងសមុទ្រឈូងអីហ្នឹងបាទអញ្ចឹងនៅមានច្រើនទៀតនៅខាងបៃលិនខាងអីផ្សេងជាដើមអញ្ចឹងណាដែលយើងមានផែនទីជាប់នឹងប្រទេសថៃអញ្ចឹងមែនតើទៅតាំងពីដឹងក្តីរហូតដល់ឥឡូវអ្វីដែលខ្ញុំសង្កេតឃើញណាបងប្អូនគឺថៃនេះ3ឆ្នាំ5ឆ្នាំ8ឆ្នាំឬក៏10ឆ្នាំតែងតែមកអុកឡុកយើងរហូតដូចឆ្នាំ2020 2003ករណីប្រាសាទអង្គរវត្តនៃការចង់បានប្រាសាទអង្គរវត្តហើយកាលនោះគឺមានរឿងរ៉ាវផ្ទុះរហូតដល់មានការដុតស្ថានទូតថៃហ្នឹងបាទហើយបន្ទាប់មកទៀតឆ្នាំ2008 2013នៅខាងប្រាសាទព្រះវិហារបាទហើយផ្សេងទៀតប៉ុន្តែមកនិយាយចុងក្រោយរឿងឆ្នាំ2025នេះបាទគឺជនជាតិមួយហ្នឹងតែងតែបង្កើតរឿងគ្រប់ប្រភេទតែម្ដងជាស្ដែងដូចព្រឹកមិញនេះគឺនៅក្នុងលេនដ្ឋានរបស់តបសៀមយកមីនទៅកប់យកមីនទៅដាក់ខ្លួនឯងហើយថតសម្ដែងប្រាប់ថាមីននឹងជាមីនខ្មែរហើយកូនក្មេងមានដៃតើអាចជឿគាត់បានទេខ្មែរណាអាចទៅចូលទឹកដីថៃហើយខ្មែរណាអាចចូលទៅដាក់មីនក្នុងលេនដ្ឋានរបស់គាត់បានហ្នឹងបាទគឺបើនិយាយពីគួរក្បាលពេលខ្លះយើងគិតថាប្រទេសហ្នឹងរីកចម្រើនដែរប្រជាជនមានការរៀនសូត្រចេះដឹងដែរប៉ុន្តែធ្វើអីមួយមកដូចគិតថាគេនឹងមើលមិនដឹងអំពីល្បិចខ្លួនឯងណាទទួលស្គាល់ថៃបកែសម្ដែងរឿងបាទសម្ដែងរឿងភាគថៃហ្នឹងបងប្អូនយើងពីមុនដែលមិនទាន់ធ្វើពហិការហ្នឹងគឺឃើញថាមើលរឿងថៃដាច់បាយដាច់ទឹកដោយសារគេបកែសម្ដែងអញ្ចឹងបាទរឿងមួយភាគទៅមួយភាគមួយភាគទៅមួយភាគរហូតហើយគឺមានការតាមដានខ្លាំងណាស់បាទហើយក្នុងរឿងគេបកកែសម្ដែងចឹងហើយបានជាជាក់ស្ដែងនេះគឺសម្ដែងគ្រប់យ៉ាងរហូតដល់នាយករដ្ឋមន្ត្រីស្ដីទីឬក៏អ្នកនយោបាយក្នុងប្រទេសថៃហ្នឹងគឺបាទសម្ដែងច្រើនបាទឥឡូវនេះហ៊ានរហូតដល់បាទបញ្ចប់នៅកិច្ចសន្យាកិច្ចព្រមព្រៀងសន្តិភាពហើយមានលោកដូណាល់ត្រាំក៏ដូចជានាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីគាត់ជាប្រធានអាស៊ានប៉ុណ្ណឹងហើយនៅតែថៃផ្កើនទៀតបាទអញ្ចឹងនេះមិនមែនធម្មតាទេហើយឃើញថាចំណុចដែលធ្វើឲ្យថៃតែងតែរកគួនខ្មែរយើងពីព្រោះអីអ្នកនយោបាយថៃទាំងឡាយហ្នឹងក៏បានដឹងច្បាស់ថា
ដើម្បីទាញប្រជាប្រិយភាពតលតែធ្វើគេហៅថាការរកគួនអ្នកណាម្នាក់ហើយដឹងថាកម្ពុជាយើងហ្នឹងឯងជាប្រទេសមួយដែលមិនមែនថាងាយស្រួលរកគួនទេគាត់ថាអាចអុកឡុកមកបានហើយដោយសារយើងក៏ជាជាតិសាសន៍មួយដែលប្រកែអត់ធ្មត់ស៊ូទ្រាំយើងដូចជាស្ដេចរាល់ថ្ងៃយើងឃើញហើយរដ្ឋាភិបាលរបស់យើងគឺលោកមិនមែនគ្មានវិធីក្នុងការតបតទេប៉ុន្តែការអត់ធ្មត់ទាំងអស់នេះបើយើងគិតស៊ីជម្រៅព្រោះបើសិនជាមានការបាញ់បោះយើងឃើញថាប្រជាពលរដ្ឋរងគ្រោះច្រើនណាស់បាត់បង់ជីវិតច្រើនមែនតើត្រូវរត់ចេញពីផ្ទះត្រូវអីអញ្ចឹងគេសួរថាតើខាតបង់រយៈពេលវែងនឹងច្រើនហើយរងគ្រោះមនុស្សច្រើននឹងការខាតបង់ឬក៏ការប្រមាថក្នុងរយៈពេលណាមួយហើយវាទទួលបាននៅសន្តិភាពអីហ្នឹងតើយើងជ្រើសរើសយកមួយណាបាទការទ្រាំមែនតែនទៅក៏មិនមែនទ្រាំទៅរហូតដែរខ្ញុំគិតថាបើសិនជាប្រទេសសៀមមួយហ្នឹងនៅតែផ្កើនខ្លាំងហើយហ៊ានធ្វើគេហៅថាបំពានសិទ្ធិមនុស្សឬក៏មនុស្សឃាតនៅលើជនជាតិខ្មែរយើងច្រើនដំណោះស្រាយរបស់រដ្ឋាភិបាលប្រកាសជាមានច្រើនចេញមកច្រើនហើយតែកុំភ្លេចណាបងប្អូននៅក្នុងជីវិតរស់នៅសប្តាហ៍ថ្ងៃចង់និយាយថាបើសិនជាមានអ្នកណាម្នាក់ទៅបកករឿងដាក់យើងហើយបើយើងទ្រាំអត់បានយើងអត់ជឿជាក់ថាច្បាប់នឹងរកខុសត្រូវយើងបានទប់កំហឹងអត់បានយើងតបតទៅវិញពេលដែលដោះស្រាយរឿងប្រកាសជាខុសទាំងពីរហើយមែនទេបងប្អូនបាទយើងមិនបាច់ឧទាហរណ៍អីផ្សេងឧទាហរណ៍ក្មេង2នាក់ដែលលេងជាមួយគ្នានៅសាលារៀនណាបើសិនបើម្នាក់គាត់លេងតែគាត់ជ្រុលដៃវាយចិញ្ចៀមឬក៏មានរបួសអីចឹងតែឧទាហរណ៍បើសិនក្មេងម្នាក់ទៀតហ្នឹងគាត់គ្រាន់តែការពារខ្លួនឲ្យរត់ទៅប្រាប់គ្រូរបស់គាត់ឬក៏ប្រាប់ឲ្យគេជួយប្រកាសជាច្បាប់នឹងរធ្វើម៉េចដាក់ពិន័យទោសទណ្ឌទៅលើក្មេងម្នាក់ទៀតដែលបានបង្ករបួសស្នាមអំពើហិង្សាហ្នឹងហើយប៉ុន្តែចៃដន្យនេះបើសិនជាក្មេងម្នាក់ហ្នឹងគាត់តដៃគាត់ប្រវែបកតបគ្នាប្រកាសជាចូលទៅក្នុងការដោះស្រាយមួយគឺអាចថាភាគរយខុសទាំងពីរគឺមានរៀងខ្លួនប៉ុន្តែនៅយើងដឹងថានឹងអាចដឹងថាអូអ្នកនឹងជាអ្នកបកមុនអូខេបកមុនហើយប៉ុន្តែយើងនេះក៏បកដែរអញ្ចឹងណាបងប្អូនអញ្ចឹងនៅក្នុងវិវាទចំនួននេះមិនមែនចេះតែដោះស្រាយឬក៏ធ្វើអីតាមតែចិត្តទេហើយគំនិតស្ដួយស្ដាងរបស់ខ្ញុំនេះអាចបងប្អូនដែលកំពុងទស្សនាហ្នឹងយល់ជ្រៅជាងខ្ញុំច្រើនដងទៀតបាទអញ្ចឹងហើយបានខ្ញុំអញ្ជើញបងប្អូនទាំងអស់គ្នាចូលមកទស្សនាហើយមានអីជាគំនិតយោបល់តម្លាក់ខាងក្រោមវីដេអូបន្សល់ទុកជាមេរៀនជាគំនិតខ្លះឲ្យអ្នកដតីឬក្មេងៗជំនាន់ក្រោយដែលគាត់ចូលមកមើលវីដេអូហ្នឹងគាត់ឃើញនៅសំណេរការផ្ដាំផ្ញើរបស់យើងអញ្ចឹងវាជាផ្នែកមួយនៃការបរិញ្ញាដែរបាទហើយជនជាតិសៀមនេះអាចថាបើជារួមសប្តាហ៍ថ្ងៃគេមានអំណួតថាគេប្រទេសធំជាងយើងប្រជាជនច្រើនជាងយើងអ្វីអាចទៅនើបជាងយើងអញ្ចឹងតទៅមុខទៀតអ្វីដែលខ្មែរអាចធ្វើឲ្យថៃមិនហ៊ានគឺការបាទសម្រាប់ខ្ញុំយល់ថាការដែលយើងព្យាយាមឈប់ប្រើអីវ៉ាន់របស់ថៃបាត់ចំណូលពីប្រទេសមួយរាប់លានកោដដុល្លារក្នុងមួយឆ្នាំទៅជាអត់មានបងប្អូនអាចពិចារណាបានហើយទី2កូនខ្មែរយើងចំនួនក្រោយត្រូវតែប្រឹងរៀនខាងផ្នែកបច្ចេកវិទ្យាផ្នែកគេហៅថាអ្វីដែលពិភពលោកកំពុងត្រូវការឲ្យខ្លាំងឲ្យប្រទេសយើងល្អសេដ្ឋកិច្ចរីកចម្រើនការដាក់គោលដៅ10ឆ្នាំ20ឆ្នាំមិនទាន់យឺតពេលនោះទេគឺសម្រាប់អ្នកណាសម្រាប់កូនខ្មែរចំនួនក្រោយបន្តទៀតបាទហើយអ្វីដែលយើងត្រូវធ្វើជាបន្តទៀតហ្នឹងគឺការដែលយើងទាំងអស់គ្នារួបរวมប្រើផលិតផលក្នុងស្រុកយកលុយរបស់យើងប្រើចរាចរណ៍ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងនឹងគឺរីកចម្រើនប្រសើរឡើងហើយយើងព្យាយាមបង្កើតមុខរបរបាទគេហៅថាកុំ
កុំសូវព្យាយាមចង់នាំចូលណាបងប្អូនសុខចិត្តថាយើងព្យាយាមរៀនសូត្របង្កើតហើយអាចនាំចេញទៅបានហ្នឹងគឺជាផ្នែកមួយនៃការជួយហើយពង្រឹងសេដ្ឋកិច្ចយើងកាលណាតែខ្លាំងហើយដល់កម្ពូលមួយហើយឬក៏ហាក់ប្រហែលនឹងសៀមហើយគឺប្រកាសជាមិនហ៊ានទេហើយធនធានយើងល្អច្រើនហើយក៏មិនហ៊ានដែរដូចបច្ចុប្បន្នជាក់ស្ដែងទៅលើវិស័យសិល្បៈភាពយន្តចម្រៀងខ្មែរយើងមិនជាអន់ទេពីដើមឡើយយើងថាខ្មែរយើងចូលចិត្តចម្លងថៃប៉ុន្តែបច្ចុប្បន្ននេះថៃចម្លងខ្មែរច្រើនណាស់បាទច្រើនមែនតើបាទអញ្ចឹងមានន័យថាថៃចាប់ផ្ដើមទទួលថាខ្មែរយើងបកកែខ្លាំងហើយគួរតែយកទៅធ្វើហើយបាទយកទៅតាមអញ្ចឹងហើយនេះជាចំណុចមួយដែលខ្ញុំលើកទៅសើហើយក៏កូនខ្មែរបច្ចុប្បន្នមិនអន់ទេសប្តាហ៍ថ្ងៃនេះគឺកូនខ្មែរច្រើនណាស់ដែលកំពុងតែសង្ងំរៀនសង្ងំធ្វើការងារដែលថាអនាគតអាចជួយជ្រោងសេដ្ឋកិច្ចជាតិផងអាចជួយជ្រោងធ្វើម៉េចឲ្យប្រទេសជាតិប្រសើរបាទតែចង់បញ្ជាក់ជូនបងប្អូនថាតទៅមុខទៀតគឺថៃនៅតែអញ្ចឹងបើទោះបីមានការព្រមព្រៀងចរចាក៏ដោយអាចស្ងាត់ក្នុងរយៈពេលណាមួយអញ្ចឹងទៅបាទថ្ងៃក្រោយមកទៀតហើយអញ្ចឹងយើងត្រូវតែត្រៀមខ្លួនរហូតណាបងប្អូនឆ្នាំ2025ថៃសម្ញែង F16 សម្ញែងអាវុធចេះយើងក៏មានយើងមិនទាន់ក៏មាននឹងខ្ញុំចង់សម្ដៅថាតាមការបង្ហាញរបស់រដ្ឋាភិបាលយើងក៏មានអាវុធទប់ទល់អីដែរគាត់ថាយើងមិនបង្ហាញមិនសម្ញែងដើម្បីកុំឲ្យមានអាការឆ្កឹះគ្នាដើម្បីឲ្យឆ្លោះគ្នាណាបងប្អូនអញ្ចឹងសុខចិត្តថាធ្វើហីធ្វើអត់ធ្វើអីចឹងទៅឲ្យគេបានចិត្តមកថាគ្មានស្អីទេគ្មានស្អីទេអញ្ចឹងចាំបញ្ចេញតែម្ដងគឺអាចនេះបានអាចថាក្នុងកម្រិតណាមួយដែលគេភ្លក់បានអញ្ចឹងណាបងប្អូនហើយតទៅមុខទៀតហេតុអីបានខ្ញុំថានៅតែមានបញ្ហាអញ្ចឹងព្រោះវាកើតតែជាទម្លាប់របស់ជនជាតិចង្រៃមួយនឹងទៅហើយដែលថាដើម្បីគេចំណេញនយោបាយឬក៏ដើម្បីទាញប្រជាប្រិយភាពដើម្បីលួចទឹកដីគេចង់បានទឹកដីគេហ្នឹងគឺនៅតែអញ្ចឹងនៅតែធ្វើអញ្ចឹងបាទអញ្ចឹងរឿងគេចិញ្ចឹមចិត្តមិនរយៈពេលវែងខ្លីសម្រាប់ខ្ញុំនិយាយតែប៉ុណ្្នឹងប៉ុន្តែសម្រាប់បងប្អូនយល់យ៉ាងម៉េចហើយអ្វីដែលយើងត្រូវធ្វើគឺដូចប្រមាណចំណុចដែលខ្ញុំលើកមុនហ្នឹងអញ្ចឹងបាទដើម្បីធ្វើម៉េចឲ្យប្រទេសយើងរីកចម្រើននៅឆ្នាំ2050បាទអរគុណច្រើនបងប្អូនទាំងគ្នាដែលបានចូលមកទស្សនាវីដេអូនេះបាទជួបខ្ញុំបាននៅវីដេអូលើក្រោយទៀតកុំភ្លេចចូលរួមចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗ